សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបលេង Spear ឲ្យបានល្អអញ្ចឹងណាអញ្ចឹងមកឲ្យខាតពេលយូរចូលទៅកាន់វីដេអូទាំងអស់គ្នានេះគឺជា key បាញ់ដែលខ្ញុំបានប្រើប្រាស់ក្នុងការលេង Spear នេះគឺជា key បាញ់នេះកន្លែងហ្នឹងគឺសំខាន់មែនតើណាក្រោមគឺវាអត់សូវសំខាន់ទេមិនបាច់មើលវាទេនេះឥឡូវយើងចូលមកដល់ការលេង Spear មុនដំបូងនៃការលេង Spear អ្នកទាំងអស់គ្នាសំខាន់គេគឺមើលកន្លែង hanger របស់អ្នកទាំងអស់គ្នាបើ hanger អ្នកទាំងអស់គ្នាទៀបសល់3ឬ2គឺវាលេងអត់ទៅទេណាចឹងតើតា hanger របស់អ្នកទាំងអស់គ្នា full ឬក៏ធំទៅ3គឺវាលេងទៅ smooth ហើយបានច្រើនតង់like that ខ្ញុំតែមិនចេះលេងដែរចឹងខ្ញុំអត់សូវដឹងអត់សូវស្ទាត់ទេរឿង Spear ហ្នឹងមើលតែខ្ញុំដឹង technique ធ្វើម៉េចបាន3ច្រើនតង់ដើម្បីបានច្រើនតង់ដំបូងអ្នកទាំងអស់គ្នាត្រូវដាក់វាយបន្តមកនេះចុចវាយហើយចុចបានចុច Spear ធ្វើម៉េចចុច Spear លឿនណានេះហើយដូរមកវាយឆាំងលឿនវិញវាយឆាំងលឿនខ្ញុំជាប់ដៃជាមួយអក្សរខ្ជូរអញ្ចឹងវាវាយlike ហ្នឹងចឹងបើមានសម្លេងរំខានអីសូមអធិស្ឋានអ្នកទាំងអស់គ្នាប្រម៉ៅខ្ញុំអត់ដឹងកាត់អីទេម៉ៃខ្ញុំគឺខ្ញុំមិនមែនអ្នក PVP ខ្លាំងទេគឺ PVP ខ្លាំងដែរហើយបើអ្នកទាំងអស់គ្នាចង់លេងប្រៃគេខ្លាំងដំបងគឺខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាដាក់ comment គឺវាយវាថា take តែហើយដាក់លេខ10វាធ្វើឲ្យ game យើងទៀតជាងមុនអញ្ចឹងអ្នកទាំងអស់គ្នាចូលលេងច្រឡំដៃមកអក្សរខ្ជូរលោចឹងទៅចុច Spear ត្រូវទេជួបខ្ញុំសុំសារ៉េតិចមកដល់ណាភាសាតើអក្សរខ្ជូរខ្ញុំដាក់ទៅធ្វើម៉េចឲ្យវានេះមកចុចខ្ជូរមកកន្លែងហ្នឹងចឹងវាប្រហែលទៅ Spear មែនតើចឹងវីដេអូនៃការលេង Spear របស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណ